បុរសម្នាក់ភ្ញាក់ផ្អើលយ៉ាងធ្ងន់ធ្ងរនៅពេលដែលគេបានដឹងយន្តហោះនៅពីក្រោយកំពុងព្យាយាមបុកគេក៏ព្យាយាមរត់បំភាយប៉ុន្តែជើងពីរក្បាលមិនអាចរត់លឿនជាងយន្តហោះបានទេគេក៏ចុះភ្លាត់ដើម្បីលាក់ខ្លួនពីការបុកតែយន្តហោះបានហោះមួយជុំហើយបើកចុះអាកាសមកវិញបុរសនោះរត់ចូលក្នុងស្រែពោតហើយដេកធ្វើជាមនុស្សស្លាប់ឡានដឹកប្រេងបានបញ្ឈប់បន្ទាន់ប៉ុន្តែយន្តហោះមិនអាចផ្លាស់ឡើងបានទាន់ហើយបានបុកទៅលើឡាននោះអាប់កូលិតដោយផ្កាជាតិបានផ្ទុះឡើងសូម្បីតែឧបករណ៍សម្រាប់មនុស្សកម្រិតខ្ពស់នៅក្នុងទីផ្សារប្រាក់ក៏មិនហ៊ានធ្វើអ្វីស្ថិតស្ថេរទេនៅពេលនោះបុរសបានសង្កេតឃើញថាសម្រាប់កនោះមានចំណាប់អារម្មណ៍លើរូបចម្លាក់ជាងខ្លួនគេក៏ជ្រើសឱកាសបំលែងទេតើអ្វីកើតឡើងទាំងអស់គឺត្រូវបានរៀបចំជាមុនបុរសនោះបានចង់ចូលចិត្តសម្រាប់កម្ចាស់ការរបស់គេបានបញ្ជាឲ្យទាមទារព័ត៌មានសម្ងាត់មួយដែលកំពុងត្រូវលក់ទៅសហភាពសូវៀតស្ត្រីម្នាក់បានយកកាំភ្លើងចេញហើយបាញ់បុរសនោះ2 ដងប៉ុន្តែអ្វីទាំងអស់គឺជាអំណាចคล้ายការលេងឯកសារคล้ายធ្វើឲ្យសម្រាប់កនោះជឿគោលបំណងគឺដើម្បីឲ្យនារីនោះទុកចិត្តហើយបង្ហាញទីតាំងព័ត៌មានសម្ងាត់ចុងក្រោយនារីនោះក៏បានយកព័ត៌មានមែនវាលាក់នៅជាប់លើច្រាំងខ្ពស់មួយ700 ម៉ែត្រប៉ុន្តែពេលបុរសនោះបើកឡានទៅដល់ត្រូវបានសម្លាប់កជាប់តាមហើយព្យាយាមសម្លាប់គេនៅលើកំពូលភ្នំគេបានទាន់ដៃនារីម្នាក់ដើម្បីមិនឲ្យគាត់ធ្លាក់ចុះតែទីនោះគឺជាទីតាំងរូបចម្លាក់ប្រធានាធិបតីអាមេរិកសម្រាប់កក្រាច់ជើងលើដៃបុរសនោះដើម្បីទម្លាក់គេឲ្យស្លាប់តែពេលនោះភ្នែករូបចម្លាក់ George Washington មើលចុះមកដូចជាកំពុងចាប់អារម្មណ៍ហើយនោះជាពេលដែលសម្លាប់កផ្លត់ជើងទៅសម្រាប់កចិត្តជាងហើយស្ទាក់ស្ទើរដើរទៅមុខភ្នែកគេក្រហមក្បាលដង្ហើមខ្លីដោយសាច់ខ្នងពេញទៅដោយញើសបុរសនោះកំពុងឈរជាប់នារីនោះនៅលើកំពូលរូបចម្លាក់ប្រធានាធិបតីខ្យល់បក់ខ្លាំងធ្វើឲ្យសក់នារីហោះឡើងបុរសនោះដង្ហើមបន្តអ្នកត្រូវជឿលើខ្ញុំមិនមែនលើគាត់ទេនារីមិននិយាយអ្វីឡើយប៉ុន្តែភ្នែករបស់នាងពោពេញដោយសំណួរនៅខាងក្រោយសម្រាប់ក៏រក្សាពណ៌មុខអាក្រក់មុខខ្មៅដូចភ្លើងនៃសង្គ្រាមគេបានចាប់កាំភ្លើងឡើងវិញកាយពង្រេកដូចត្រៀមបាញ់កិច្ចគ្មានកាំភ្លើងទេគ្របគប់អស់បុរសនោះចាប់ដៃនារីហើយថ្លែងសូមឲ្យនាងជឿជាក់លើគេម្ដងទៀតនៅពេលនោះមានសំឡេងហើរយន្តហោះស៊ីរ៉េងមកប្រហែលជាប្រតិបត្តិការសង្គ្រោះរបស់អាមេរិកបានមកដល់សម្រាប់កដោះបលុកក្បាលចេញនិងចង្អុលទៅទិសខ្យល់គេចង់រត់ប៉ុន្តែជំនួយបានមកដល់កាន់តែជិតហើយក្រុមជំនួយក៏បានបោះខ្សែចុះពីលើនារីកាន់ខ្សែនិងគេចុះទៅក្រោមបុរសនោះបញ្ចេញដង្ហើមធ្ងន់មួយខណៈដែលយន្តហោះសង្គ្រោះកំពុងឡើងខ្ពស់ទស្សនភាពពីលើបង្ហាញនៅរូបចម្លាក់ប្រធានាធិបតីដែលស្ងៀមស្ងាត់ប៉ុន្តែធ្ងន់ធ្ងរដូចជាការទុកចិត្តនិងការប្រយុទ្ធនៅក្នុងចិត្តនោះ